បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានវិលមកជួបគ្នាសាជាថ្មីនៅវីដេអូមួយនេះហើយវីដេអូមួយនេះធ្វើពិសេសតែម្ដងសម្រាប់បង្ហាញទៅដល់ពុកម៉ែបងប្អូនដែលស្រឡាញ់នៃការសាងរូបមិនថាសាងពីឈើឬមួយក៏ថ្មអ្វីទេបាទហើយនឹងគឺជាអ្វីដែលខ្ញុំសាងរួចហើយគ្រាន់តែចង់យកមកបង្ហាញពុកម៉ែបងប្អូននៅអ្វីខ្លះដែលតាក់ទងនឹងការសាងហើយនឹងឈើបាទហើយនឹងដៃរបស់ខ្ញុំនេះគឺជាប្រម៉ែនេះបាទប្រម៉ែនេះមួយគូបាទហើយនេះវិញគឺប្រក់នេះបាទប្រក់នេះសម័យអង្គរប្រក់នេះសម័យអង្គរដល់ពីអញ្ចឹងទៅគឺសាងប្រមាណរូបគឺ3រូបចាញ់មា2អង្គបាទចាញ់មា2អង្គហើយនឹងស្នែងក្របីឃ្លៀច1អង្គបាទជាទម្រង់ប្រក់នាគបែបបុរាណនឹងគឺជាពុទ្ធប្រក់នាគត្រង់គ្រឿងបាទនឹងគឺជាពុទ្ធប្រក់នាគត្រង់គ្រឿងបាទហើយសាងពីស្នែងក្របីគឺស្អាតដូចគ្នាហើយម្បូរដើមឈើហ្នឹងគឺប្រភេទឈើដែលបើជាបទពិសោធន៍របស់ខ្ញុំគឺឈើហ្នឹងគឺល្អសម្រាប់ការឆ្លាក់សាងរូបមិនងាយនឹងទទួលនៅកម្ដៅហើយប្រេះបាទប្រភេទឈើហ្នឹងគឺដែលខ្ញុំធ្លាប់ជួបគឺឈើហ្នឹងល្អជាងគេក្នុងចំណោមឈើណាបាទអូខេដោយឡែកក្នុងការសាងរូបបងប្អូនខ្លះមិនថាជាយ៉ាងម៉េចទេប៉ុន្តែបងប្អូនខ្លះគាត់សាងបែបលក្ខណៈជំនឿការសាងរូបគឺប្រើឈើជំនឿមានន័យថាមិនសំខាន់ឈើហ្នឹងប្រើប្រាស់ជាប់បានយូរឬមួយក៏ទុកទៅធន់នឹងទឹកធន់នឹងកម្ដៅថ្ងៃយ៉ាងណាទេប៉ុន្តែអ្វីដែលជាមានការជឿជាក់នៅលើឈើហ្នឹងគឺទោះបីតែឈើអីក៏សាងបានដែរដោយបងប្អូនខ្លះក៏លក្ខណៈដូចឈើដែលរាងពុកប៉ុន្តែគាត់មានជំនឿទៅលើឈើហ្នឹងអានឹងក៏សាងបានដែរណាដែលតាមស្រឡាញ់ទៅអាស្រ័យលើជាងឆ្លាក់ការឬមិនការទេនឹងបាទប៉ុន្តែបងប្អូនខ្លះមួយចំណែកវិញគឺទាំងមានជំនឿទាំងការថែរក្សាចង់មានន័យថាទាំងមានជំនឿទាំងការថែរក្សាសំខាន់គឺថែរក្សាទុកបានយូរអញ្ចឹងគាត់ច្រើនតែយកឈើដែលល្អយកមកសាងបាទឈើដែលល្អយកមកសាងគឺឈើដែលធន់នឹងកម្ដៅខ្លាំងធន់ដែលទឹកដែលមិនងាយជ្រាបទឹកចូលបាទមិនងាយជ្រាបទឹកព្រោះកាលណាឈើដែលជ្រាបទឹកគឺច្រើនតែពុកផុយលឿនបាទច្រើនតែពុកផុយលឿនដល់អញ្ចឹងបងប្អូនខ្លះដែលគាត់មានជំនឿផងហើយនឹងចង់ថែរក្សារបស់នឹងទូផងគាត់ជ្រើសរើសយកឈើដែលល្អហើយយកមកសាងបាទនឹងហើយឈើខ្មៅមួយឈុតដែលខ្ញុំលើកឡើងមកមិញនេះគឺជាប្រភេទឈើខ្មៅដែលល្អដែលជាបទពិសោធន៍របស់ខ្ញុំគឺល្អច្រើនមែនទែនលើក្លឹម7ទៀតបាទឈើលើក្លឹម7ដោយឡែកពីនេះវិញពីរូបនេះវិញបងប្អូនប្រហែលជាបងប្អូនចម្លាក់ខ្លះប្រហែលជាមិនដែលបានសាងនៃឈើមួយប្រភេទនេះបាទខ្ញុំចង់និយាយចឹងតែម្ដងពួកបងប្អូនខ្លះភ្លុកដំរីចែដំរីដែលមានតម្លៃ1គីឡូ1000 2000អីហ្នឹងបងប្អូនខ្លះជាងចម្លាក់ខ្លះនឹងបានកាន់ឆ្លាក់ប៉ុន្តែឈើនេះខ្ញុំចង់និយាយថាប្រហែលជាបងប្អូនជាងចម្លាក់បតោងសៃកមួយចំនួនប្រហែលជាមិនដែលបានជួបក៏ថាបានដែរប៉ុន្តែមួយចំនួនណាប៉ុន្តែបងប្អូនខ្លះក៏ជួបហើយបែបជាមិនស្គាល់ក៏ថាបានដែរបាទហើយឈើនឹងគឺឈ្មោះរបស់វាគឺឈើខ្មៅអាហ្វ្រិកAfrica Blackwood អញ្ចឹងណានឹងអ្វីអក្សរជាភាសាអង់គ្លេសទៅចូលទៅក្នុង Google បើបងប្អូនចង់ដឹងច្បាស់ចូលទៅក្នុង Google ហើយនឹងតម្លៃដាក់តម្លៃផងទៅបងប្អូននឹងដឹងថាតម្លៃឈើហ្នឹងគឺជាប្រភេទឈើយ៉ាងម៉េចបាទហើយនឹងប្រក់នាគដែលខ្ញុំកាន់ដៃស្ដាំនេះគឺខ្ញុំបានលាបប្រេងកមួនហើយណាបានលាបប្រេងកមួនហើយប៉ុន្តែដោយឡែកក្នុងផ្ទាំងប៉ាណូប្រក់នាគមួយទៀតខ្ញុំអត់បានលាបប្រេងកមួនទេពុកម៉ែបងប្អូនពិនិត្យមើលសាច់ឈើគឺនៅពេលណាដែលខាត់ទៅគឺរលោងតែម្ដងគឺរលោងមិនបាច់លាបកមួនក៏រលោងដែរសាច់លាតអញ្ចឹងណាប៉ុន្តែដោយសារតែរូបយើងច្នៃជារូបយើងអត់អាចខាត់ទៅឲ្យរលោងភ្លឺបានទេពីព្រោះវាភ្លឺលើឈើធម្មតាបាទអាហ្នឹងគឺបើនិយាយពីតម្លៃនៃឈើនឹងវិញពុកម៉ែបងប្អូនប្រហែលជាមិនជឿតាមមើលប្រហែលជាមិនជឿឈើហ្នឹងគឺ1គីឡូស្មើដូចជាមិនដូចជាទេគឺក្នុងការស្រាវជ្រាវរបស់គេគឺ1គីឡូគឺតម្លៃវារហូតទៅដល់
ជាង8,000 ផោនអញ្ចឹងនេះឈើនឹងឈើដែលខ្ញុំកំពុងតែកាន់ហ្នឹង1គីឡូជាង8,000 ផោនបងប្អូនពុកម៉ែប្រហែលជាមិនជឿទេតាមមើលប៉ុន្តែបងប្អូនអាចសាកចូលទៅក្នុងការស្រាវជ្រាវរបស់អង្គការដែលគេថែរក្សាព្រៃឈើមើលហើយពីថែរក្សាឈើនៅក្នុងចំណោមលំដាប់ថ្នាក់ឈើដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោកចំនួនទាំង10បាទគឺឈើហ្នឹងមាននៅក្នុងចំណោមទាំង10ហ្នឹងដែរហើយតម្លៃរបស់វាដែលតាមខ្ញុំស្រាវជ្រាវរកមើលគឺ1គីឡូជាង8,000 ផោននេះ1គីឡូណាបាទហើយអ្វីដែលសំខាន់ដែលខ្ញុំថាសំខាន់ហ្នឹងគឺវាអលោងចឹងតែម្ដងអានេះអត់ទាន់បានលាបប្រេង9ទេគឺអលោងតែម្ដងខ្ញុំគ្រាន់តែខាត់នឹងជក់ហើយនឹងกระดาษខាត់សាច់ម៉ាត់ហើយនឹងជក់ខាត់ហ្នឹងគឺអលោងហើយបើឈើយើងធម្មតានៅក្នុងស្រុកយើងវិញយើងថាអលោងដែរប៉ុន្តែវាជាអលោងស្អាប់ខ្មៅឃើញនេះដូចបាតហ្នឹងគឺខាត់ហើយលាប9ដែរប៉ុន្តែវានៅតែមិនអលោងស្មើឈើមួយដុំនេះអញ្ចឹងហើយបានចង់ជំរាបពុកម៉ែបងប្អូនថាពេលខ្លះពុកម៉ែបងប្អូនខ្លះគាត់សាងពីឈើហើយពេលខ្លះតម្លៃរៀងខ្ពស់ពុកម៉ែបងប្អូនយល់ថាតម្លៃឈើមិនបានខ្ពស់ដល់អញ្ចឹងពេលខ្លះយើងអាចមានលុយទិញបានប៉ុន្តែពេលខ្លះក៏អត់ហ៊ានជាវដែរពីព្រោះរូបតូចប៉ុណ្ណឹងតម្លៃវាក៏ចូលរាប់រយដុល្លារដែរដល់អញ្ចឹងទៅតម្លៃរៀងខ្ពស់ប៉ុន្តែអ្វីដែលលើសពីនឹងគឺឈើដែលយើងយកមកនោះគឺតម្លៃវាខ្ពស់ដែរហើយយើងថែរក្សាឈើហ្នឹងគឺថែរក្សាទុកបានយូរឈើហ្នឹងបើនិយាយពីការជ្រាបទឹកវិញគឺមិនជ្រាបទឹកតែម្ដងនិយាយចំទៅគឺមិនងាយជ្រាបទឹកតែម្ដងបើទុករាប់ឆ្នាំទៅរាប់រយឆ្នាំទៅវាប្រកាសណាស់ថានឹងជ្រាបទៅបីតែថ្មយ៉ាងណាក៏នៅតែវាមានសំណឹកដែរប៉ុន្តែបើលក្ខណៈថ្មីគឺមិនងាយទេគឺមិនងាយតែម្ដងហើយវាធន់ជាមួយនឹងកម្ដៅថ្ងៃខ្លាំងមែនទែនឈើហ្នឹងគឺវាធន់នឹងកម្ដៅថ្ងៃខ្លាំងគឺបើសិនជាឈើដូចឈើយើងអញ្ចឹងកម្ដៅទទួលបាន100សំទោសឈើយើងនឹងទទួលបានកម្ដៅត្រឹម80ឈើនឹងទទួលបានកម្ដៅបាន100ទើបវាប្រេះបើមិនអញ្ចឹងទេគឺអត់ងាយប្រេះទេហើយនឹងមួយទៀតដែលពុកម៉ែបងប្អូនតែងតែនិយាយអំពីរកាខ្មៅដែលបាញ់ទៅអប់ចេញពណ៌លឿងដែលបងប្អូនតែងតែផុសតាម YouTube Facebook ដែលតែងតែបាញ់ទៅអប់ពណ៌លឿងហ្នឹងអានឹងឈើប្រភេទហ្នឹងខ្ញុំមិនដឹងពិតប្រាកដទេថាវាជារកាខ្មៅឬមួយក៏ជាមកឃ្លឿឲ្យពិតប្រាកដព្រោះខ្ញុំឮតែគេថាខ្ញុំក៏ធ្លាប់និយាយក្នុងវីដេអូរបស់ខ្ញុំពីមុនដែរហើយបើមានការខុសឆ្គងឲ្យខ្ញុំសូមអភ័យទោសផងពុកម៉ែបងប្អូនពីព្រោះដោយសារតែខ្ញុំមិនបានស្រាវជ្រាវរឿងឈើហ្នឹងណាខ្ញុំក៏ធ្លាប់និយាយថានឹងជារកាខ្មៅដែរប៉ុន្តែបើខ្ញុំមើលតាមវីដេអូមកពីថៃវិញអានឹងគឺជាក្លឹមមកឃ្លឿហើយមិនថាជារកាខ្មៅឬក្លឹមមកឃ្លឿទេប៉ុន្តែអ្វីដែលខ្ញុំសង្កេតមើលឃើញគឺសាច់ឈើហ្នឹងម៉ត់ស្អាតខ្ញុំទទួលស្គាល់ម៉ត់ស្អាតមែនវាប្រហាក់ប្រហែលជាមួយនឹងឈើខ្មៅរបស់យើងចឹងដែរណាឈើខ្មៅនឹងដែរម៉ត់ស្អាតដូចគ្នាហើយអ្វីដែលខ្សោយជាងគេគឺឈើដែលបាញ់ទឹកអប់ចេញពណ៌លឿងហ្នឹងដែលពិសោធន៍ទឹកបាញ់ចេញទឹកអប់ពណ៌លឿងហ្នឹងគឺកម្ដៅសំបីតែទុកនៅក្រោមអំពូលបែបហ្នឹងក៏វាប្រេះដែរឈើហ្នឹងណាសាច់ស្អាតខ្ញុំទទួលស្គាល់ថាសាច់ស្អាតហើយសាច់វាមានន័យថាវាអត់សូវកណ្ដាញ់ទេសាច់ឈើហ្នឹងគឺវាត្រង់តែម្ដងបើយើងពុះនឹងកបិតនឹងអីវិញក៏ស្រួលដែរឈើហ្នឹងពុះមកទៅឯងតែម្ដងហើយអ្វីដែលវាខ្សោយជាងគេគឺពេលដែលត្រូវកម្ដៅថ្ងៃពេលទៅត្រូវកម្ដៅវាក្ដៅដល់សីតុណ្ហភាពរបស់វាគឺវាប្រេះលឿនហើយខ្ញុំតែងតែយកមកពិសោធន៍សាកមើលថាទុកត្រង់កម្ដៅឈើហ្នឹងប្រេះមុនហើយឈើនេះនៅអត់ប្រេះទេហើយខ្ញុំប្រៀបជាមួយក្លឹម7ដូចគ្នាដែរគឺអត់ប្រេះទេប៉ុន្តែបើឈើដែលបាញ់ទឹកអប់ចេញពណ៌លឿងហ្នឹងអាហ្នឹងគឺប្រេះលឿនមែនទែនបាទប៉ុន្តែគឺឆ្លាក់ស្អាតដូចគ្នាឆ្លាក់ស្អាតហើយពុកម៉ែបងប្អូនដែលបានធ្លាប់ឆ្លាក់ឈើនឹងពីខ្ញុំទៅឬមួយក៏ពុកម៉ែបងប្អូនដែលឆ្លាក់ពីជាងផ្សេងក៏ដោយឬមួយក៏ជាវតាមpageតាមអីក៏ដោយអ្វីដែលខ្ញុំសូមជម្រាបទៅដល់ពុកម៉ែបងប្អូនដើម្បីថែរក្សាទុកបានយូរគឺសូមកុំទុកត្រូវកម្ដៅខ្លាំងបាទដើម្បីថែរក្សាវាបានយូរគឺកុំទុកត្រូវកម្ដៅខ្លាំងពីព្រោះកាលណាទុកត្រូវកម្ដៅខ្លាំងពុកម៉ែបងប្អូននឹងដឹងខ្លួនឯងហើយប្រកាសជាអាចមើលឃើញខ្លួនឯងហើយគឺវាប្រេះលឿនបើសិនជាប្រក់នេះអីអញ្ចឹងវិញគឺវាប្រេះឆ្នោតតែម្ដងវាប្រេះឆ្នោតជាលក្ខណៈគេហៅអីជាដានសម៉ោចឬមួយក៏ស្នាមប្រេះទៅសាច់សក់ណាបាទហើយឈើនឹងតែប្រេះហើយគឺប្រេះដាច់ហើយអត់មានប្រេះជាប់ទេគឺប្រេះហើយគឺដាច់តែម្ដងបើសិនជាវាប្រេះវែងយកដៃទៅទាញក៏បែកដែរក៏លហែដែរឈើនឹងណាបាទ
អូខេនឹងហើយពុកម៉ែបងប្អូនវីដេអូហ្នឹងគឺសូមជម្រាបជូនពុកម៉ែបងប្អូនតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនោះគឺតាក់ទងរឿងឈើហើយនឹងយើងគោរពបូជាស្រឡាញ់ជារបស់ដើម្បីថែរក្សាអ្វីដែលខ្ញុំតែងតែជម្រាបពុកម៉ែបងប្អូនដែលតែងតែខលមកឬមួយក៏ឆាតនៅក្នុងเพจហ្នឹងអីហ្នឹងគឺខ្ញុំតែងតែជម្រាបពុកម៉ែបងប្អូនថាបើយើងចង់ថែរក្សាហើយស្រឡាញ់ហើយថែរក្សាទុកបានយូរមានតែព្យាយាមរករបស់ណាដែលសាងទៅទុកបានយូរដើម្បីជាគេដំណើរទៅដល់ក្មេងៗជំនាន់ក្រោយផងហើយជាអ្វីដែលយើងថាចង់ថែរក្សាទុកឲ្យបានយូរផងបើសិនជាបងប្អូនសាងរបស់ដែលមិនងាយថែរក្សាទុកបានយូរឧទាហរណ៍ថាឈើហ្នឹងយើងទុកបានរាប់រយឆ្នាំចុះប៉ុន្តែរបស់ខ្លះបើឈើជំនឿវិញដូចជាពោកបញ្ញាក្អែអីហ្នឹងហ្នឹងថែរក្សាមិនសូវបានយូរប៉ុន្មានទេបើសិនតែយើងយកមកពាក់នៅលើកអាសាខាត់កមួនដោះខាត់អីញឹកញាប់គឺផុយហើយពោកបញ្ញាក្អែហ្នឹងផ្លោកបញ្ញាក្អែហ្នឹងគឺវាសាច់វាអត់មាំទេប៉ុន្តែប្រភេទហ្នឹងគឺគេហៅថាឈើជំនឿបាទដូចខ្ញុំជម្រាបពុកម៉ែបងប្អូនអញ្ចឹងណាថាមិនថាអីបងប្អូនទេប៉ុន្តែចង់និយាយថាបងប្អូនខ្លះជឿក៏គាត់ប្រើលក្ខណៈឈើជំនឿបងប្អូនខ្លះជឿដែរប៉ុន្តែចង់រករបស់ណាដែលថែរក្សាទុកបានយូរបើសិនជាពុកម៉ែបងប្អូនអាចរកថ្មបានរឹតតែល្អឲ្យជាងគាត់សាងពីថ្មពីអីណាបាទហើយអ្វីដែលយើងចង់ថែរក្សាទុកបានយូរគឺទី1ថ្មអត់មានលើសអីក្រៅពីថ្មទេទី1ថ្មបន្ទាប់មកគឺប្រភេទឆ្អឹងភ្លុកដំរីអញ្ចឹងបាទជាប្រភេទហ្នឹងហើយបន្ទាប់ពីភ្លុកដំរីមកគឺពួកស្នែងហ្នឹងក៏ថែរក្សាទុកបានយូរដែរប៉ុន្តែពេលខ្លះក៏វាចាញ់ឈើដែរដោយសារអីស្នែងបើសិនជាយើងប្រើយូរទៅវានឹងមានស្នាមប្រេះខ្លះបាទប៉ុន្តែបើធ្វើថ្មីថ្មោងអញ្ចឹងគឺស្អាតណាគឺស្អាតតែម្ដងហើយប៉ុន្តែបើយើងប្រើវាដោយមិនបានប្រុងប្រយ័ត្នវានឹងយូរទៅវាទៅជាប្រេះស្រាំអីចឹងប្រេះខ្លះអញ្ចឹងណាប៉ុន្តែវាមិនងាយទេដូចអំបូរឈើដែលមានក្លឹមខ្លាំងអញ្ចឹងវាមិនងាយនឹងប្រេះទេស្នែងបាទហើយបន្ទាប់មកគឺឈើនឹងឯងឈើនឹងស្នែងគឺប្រហាក់ប្រហែលនឹងគ្នាទេពុកម៉ែបងប្អូនចង់មានស្នែងមានអីសាងជាស្នែងក៏បានដែរបាទហ្នឹងហើយទី3ហ្នឹងគឺប្រភេទឈើជំនឿដូចខ្ញុំជម្រាបចឹងឈើជំនឿគឺអាស្រ័យលើពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនដែលថាជឿពីឈើអីដើមឈើអីដែលថាការសាងរួចហើយមានបារមីមានឫទ្ធិអំណាចអីហ្នឹងអាហ្នឹងគឺបងប្អូនសាងចុះហើយខ្ញុំជម្រាបនៅក្នុងវីដេអូនេះក៏មិនមែនមានន័យថាខ្ញុំនិយាយប្រឆាំងជាមួយនឹងបងប្អូនដែលមានជំនឿនឹងដែរណាសូមទោសផងបើសិនជាមានការខុសឆ្គងប៉ះពាល់ដល់បងប្អូនដែលកំពុងតែមានជំនឿហ្នឹងហើយខ្ញុំនិយាយនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយអ្វីដែលចង់និយាយថាថែរក្សាទុកបានយូរអញ្ចឹងដើម្បីជាគេដំណើរគឺមានតែថែរក្សាទុកបានយូរយើងមើលបុព្វបុរសខ្មែរយើងគឺលោកកសាងតែថ្មហើយនឹងលោហៈទៅយើងមកដល់ជំនាន់ក្រោយរបស់យើងនេះទៅអាចមើលឃើញថាដូនតារបស់យើងគឺមានរបស់នឹងច្រើនបើសិនជាសាងពីឈើគឺវាពុកផុយអស់ហើយទោះបីតែឈើដែលរឹងមាំយ៉ាងណាក៏ដោយក៏យើងទុកយូរទៅវាពុកផុយរាប់ពាន់ឆ្នាំទៅវាពុកផុយអស់ហើយយើងក៏មិនជឿថាអត់ដែរឈើពីសម័យបុរាណដែលសាងនោះក៏ដូចជាមិនអត់ទេមានប៉ុន្តែដោយសារតែយូរឆ្នាំពេកទៅហើយប្រទេសយើងញោមញីទៅដោយសង្គ្រាមរ៉ាំរ៉ៃក្នុងស្រុកផងទៅក៏ការបោះបង់ហ្នឹងក៏មិនបានថែរក្សាក៏បាត់បង់អស់ទៅអញ្ចឹងណាបាទអូខេហ្នឹងហើយពុកម៉ែបងប្អូនហើយវីដេអូរបស់បងប្អូនគឺមានតែប៉ុណ្្នេះទេក្នុងថ្ងៃនេះហើយក៏ខានចេញវីដេអូយូរដែរហើយវីដេអូមួយនេះសូមជូនពរពុកម៉ែបងប្អូនក្នុងឆ្នាំ2023នេះសូមឲ្យពុកម៉ែបងប្អូនរកស៊ីទទួលទានមានបានពិសេសគឺសូមជួយថែរក្សាសុខភាពទាំងអស់គ្នាឲ្យបានសុខភាពល្អទៅយើងរកស៊ីទៅរលូនទៅមុខបានពីខ្ញុំបាទរាយុនបាទសូមអរគុណច្រើនបាទសូមជម្រាបលាសុខសប្បាយគ្រប់គ្នាបាទសូមអរគុណ